បាទជំរាបសួរហ្វេនអរគ្នាបាទដឹងអត់ថា admin show នៅកន្លែងណាពេលនេះបាទ admin show នៅកន្លែងបាទសួនច្បារគល់ស្ពានខេត្តកោះកុងបាទដែលជាសួនច្បារនៅទីរួមខេត្តណាបាទដែលកំពុងអភិវឌ្ឍបាទខាងក្រោយក្នុងបាទ admin នេះគឺជារូបផែនដីដ៏ធំខ្លាំងមែនតើមិនដឹងថាប្រហែលតោនទេបងប្អូនអរគ្នាណាបាទនៅក្រោយក្នុងបាទ admin នេះហ្នឹងហើយនេះគឺស្ពានបាទស្ពានទីរួមខេត្តកោះកុងបងប្អូនប្រិយមិត្តបាទដែលមានប្រវែងវែងដល់ទៅជិត2000ម៉ែត្របងប្អូនអរគ្នាបាទចឹងខេត្តកោះកុងនេះមិនមែនបាទมันអភិវឌ្ឍទេបងប្អូនចង់ប្រាប់ថាពេលនេះគឺមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំងមែនតើហើយការអភិវឌ្ឍលឿនខ្លាំងមែនតើបាទទាំងផ្លូវជាតិលេខ48បាទទាំងប្រព័ន្ធភ្លើងសូឡាតាមដងផ្លូវហ្នឹងហើយបងប្អូនណាបាទទាំងតំបន់ resort ឆ្នេរកំសាន្តឬក៏រមណីយដ្ឋានអ្វីៗកំពុងតែបង្កើតឡើងច្រើនខ្លាំងមែនតើបាទអាគារខ្ពស់ទាំងសំណាក់សថាគារកំពុងតែបង្កើតឡើងបងប្អូនណាបាទហើយពេលនេះក្រោយក្នុងបែបនេះគឺមានការអភិវឌ្ឍដូចជាបាទសួនច្បារនៅគល់ស្ពានខេត្តកោះកុងបងប្អូននេះបាទកំពុងតែចាប់ផ្ដើមចិត្តគេថាលេចវត្តមានបាទក្នុងពេលឆាប់ហ្នឹងហើយបាទព្រោះកោះកុងយើងបាទនៅក្នុងដាច់ឆ្នាំ2025នេះមានបុណ្យសមុទ្រអញ្ចឹងណាបាទអញ្ចឹងខេត្តយើងកំពុងតែបាទគេថារុះរាន់ក្នុងការអភិវឌ្ឍបានលឿនខ្លាំងមែនទែនដើម្បីទទួលនៅភ្ញៀវទេសចរក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង24 25ខេត្តក្រុងទាំងអស់បាទមកទស្សនានៅខេត្តកោះកុងក៏ដូចជាមកលេងនៅសួនច្បារទីរួមខេត្តណាបាទទីទៀតហ្នឹងគឺលេចវត្តមានយ៉ាងស្រស់ស្អាតជាមួយនឹងសួនច្បារនេះបងប្អូនណាបាទណែកុំភ្លេចបងប្អូនណាបាទសម្រាប់បងប្អូនដែលស្រឡាញ់ខេត្តកោះកុងឬក៏មានគេថាអនុស្សាវរីយ៍នៅខេត្តកោះកុងបាទកុំភ្លេចជួយ like ជួយ share ឲ្យ admin ម្នាក់មួយមកបងប្អូនបាទនៅពេលដែលធ្វើឲ្យ admin នឹង share ក៏ដូចជាចែករំលែកបាទនៅវីដេអូថ្មីជូនបងប្អូនទាំងគ្នាទៀតណាបាទហើយយ៉ាងណាមិញកុំភ្លេចជួយ follow page admin អំដួលរីកោះកុងមួយមកបាទដើម្បី admin ផុសនៅវីដេអូថ្មីបងប្អូនបានទទួលមុនគេណាអូខេបាទអរគុណច្រើនណាបាយបាយជួបគ្នានៅវីដេអូក្រោយហ្វេនបាយ